វិលមកជួបប្រិយមិត្តតាមការសន្យាដូចសពមួយដងថ្ងៃនេះដែរយើងនិយាយអំពីចំណងជើងនៃសភៅនានាខេត្តកសម្រាប់រាជខ្មែរថ្ងៃនេះខ្ញុំនឹងលើកយកចំណុចការបះបោរនៅសំឡូតការបះបោរនៅសំឡូតការបះបោរនៅសំឡូតក្រញូងនេះហើយដែលជាភ្លើងដើមនៃសង្គ្រាមស៊ីវិលនៅក្នុងស្រុកខ្មែរឬក៏សង្គ្រាមបដិវត្តន៍ពួកខ្មែរក្រហមអំពើពុករលួយនិងអំពើអយុត្តិធម៌ជាជាន់របស់ពួកអាជ្ញាធរខេត្តបាត់ដំបងសម័យលោកយ៉ែមនីរ័ត្នដែលធ្វើឲ្យប្រជាជនរាស្ត្រនៅក្នុងស្រុកសំឡូតមានសេចក្តីក្តៅក្រហាយយ៉ាងខ្លាំងមូលហេតុនេះហើយคล้ายទៅជាឱកាសយ៉ាងល្អកម្ររកបានមួយដែលពួកខ្មែរក្រហមរងចាំអស់ពេលជាយូរយារណាស់មកហើយពួកស្នូលខ្មែរក្រហមនៅភ្នំពេញបានបញ្ជូនគ្នាគេមកបះបោររិះឲ្យក្រោកឡើងតស៊ូប្រឆាំងនឹងអាជ្ញាធរបាត់ដំបងហើយការបះបោរនៅសំឡូតនេះបានរីលដាលចូលទៅដល់ក្នុងខេត្តនានាដូចជាខេត្តកោះកុងកំពតកំពង់ស្ពឺតាកែវកំពង់ឆ្នាំងស្រុកកំពង់ត្រឡាចកំពង់ចាមកំពង់ធំដែលមានមូលដ្ឋានខ្មែរក្រហមឬមានតំណាងរាស្ត្រនិន្នាការក្រហមក្នុងឆ្នាំ1967ប្រជាជនស្រុកសំឡូតបាននាំគ្នាទាំងភូមិរត់ចូលទៅក្នុងព្រៃហើយក៏ត្រូវពួកអាជ្ញាធរខេត្តបាត់ដំបងលាបពណ៌គ្នាថាជាខ្មែរក្រហមនៅក្នុងសៀវភៅកសិករនិងនយោបាយកម្ពុជានៅក្នុងឆ្នាំ1942ដល់ឆ្នាំ1980ក៏បានសរសេរពីការបះបោរនេះថាបានកើតឡើងចំពោះដែលកងទ័ពយួនយៀកកុងនៅវៀតណាមកំពុងតែជាប់ដៃតទល់ជាមួយនឹងកងទ័ពអាមេរិកកន្លះលាននាក់នៅក្នុងខែមិថុនាឆ្នាំ1967ប្រជាជនរាស្ត្រជាង 4000 នាក់បានរត់ចូលទៅក្នុងព្រៃអស់ជាង1ខែក្រោយមកក៏បានព្រះគ្រូព្រះវ័នរតអ៊ីវទួតមេគណៈបកខេត្តបាត់ដំបងនិមន្តទៅសម្រុះសម្រួលបញ្ចុះបញ្ចូលខ្មែរបះបោរទាំងនោះដែលមានទាំងព្រះសង្ឃផងឲ្យចូលមករួមរស់នៅក្នុងភូមិចំការវិញដោយចង់ទទួលពីការពិតអ្នកស្រុកសំឡូតក៏បានជ្រើសរើសតំណាង2នាក់ហើយឲ្យចាត់ដំណើរនាំដំណឹងទៅទូលសម្ដេចនៅឯទីក្រុងភ្នំពេញតែត្រូវបកពួកលោកលន់នល់ចាប់សម្លាប់ចោលទៅបាត់តាមពិតលោកលន់នល់មិនបានដឹងសោះទេគឺគណៈបកពួកលោកអធិការខេត្តបាត់ដំបងយ៉ាងមនីរ័ត្ននិងនេះទន្ទេដែលខົບខិតគ្នាធ្វើការបំបិតមាត់តំណាងអ្នកស្រុកសំឡូតទាំង2នាក់នោះព្រោះខ្លាចសម្ដេចជ្រាបពីរឿងដែលពួកគេប្លន់កម្មសិទ្ធិប្លន់កេងប្រវ័ញ្ចយកដីស្រែចម្ការប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូតក្នុងឆ្នាំ1968សំណេះខ្ញុំចេញពីមហាវិទ្យាល័យគរុកោសលជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិនិងបង្រៀននៅវិទ្យាល័យអាបខុតនេតយ៉ងខេត្តបាត់ដំបងក្រុងមនូលោកយិនផូជាចាមវាងកាលនោះអាជ្ញាធរខេត្តក៏បានកេណ្ឌកងប៉ូលីសខេត្តដោយកងស្វ័យយត្រាតាមភូមិនានាគ្រូបង្រៀនបឋមសិក្សា
ឲ្យទៅធ្វើការបង្ក្រាបអ្នកស្រុកសំឡូតនិងធ្វើការឃោសនាបញ្ចុះបញ្ចូលឲ្យអ្នកស្រុកមករស់នៅក្នុងភូមិដូចធម្មតាវិញគេក៏ឲ្យឈ្មោះថាសកម្មភាពនោះប្រតិបត្តិការសន្តិសុខបើតាមលោកប៉ែនយណាន់ដែលបានសម្ភាសជាមួយនឹងអធិការប៊ុនសួរនៅទីក្រុងប៉ារីសនៅឆ្នាំ1980ថាពួកលោកគ្រូបឋមសិក្សាបានចូលរួមដោយស្ម័គ្រចិត្តតែបើតាមខ្ញុំដឹងវិញនោះគឺស្ម័គ្រចិត្តដោយបង្ខំទៅវិញនោះទេពីព្រោះលោកគ្រូបឋមសិក្សាខ្លាចអំណាចលោកអធិការបឋមសិក្សាណាស់ឯលោកអធិការស្ដាប់បង្គាប់និងផ្គាប់ចវាយខេត្តឯលោកគ្រូមធ្យមសិក្សាមិនបានចូលរួមប្រតិបត្តិការសន្តិភាពយកល្អមើលនេះទេលោកមាសប៉ុនដែលសពថ្ងៃរស់នៅក្រុងតាកូម៉ារដ្ឋវ៉ាស៊ីនតោនជាអធិកងស្វ័យយ័តដត្រាឃុំបែកដំរាំងស្រុកបាណន់បានជាប់កំណែនទៅបង្ក្រាបប្រជារាស្ត្រនៅតំបន់សំឡូតដែរនៅក្នុងឆ្នាំ1968លោកមាសប៉ុនក៏បានសារភាពថាកងស្វ័យយាត្រាប៉ូលីសបានចាប់មន្ទីរជ្រូកកោះយកចានឆ្នាំទ្រព្យសម្បត្តិដែលអ្នកស្រុកជីកកប់កាយលាក់ទុកក្នុងវេលាដែលរត់ពួនតាមការបញ្ជារបស់ពួកខ្មែរក្រហមនោះតើបបហេតុពិតនោះគឺយ៉ាងណាទើបបណ្ដាលឲ្យមានការបះបោរនៅសំឡូតសូមមេត្តាជ្រាបថានៅចាប់ឆ្នាំពី1960មកនៅស្រុកនៅខេត្តបាត់ដំបងបាននាំគ្នាពង្រីកដីចម្ការសម្រាប់ដំណាំក្រូចស្វាយម្នាស់និងដំណាំជាច្រើនមុខច្រើនទៀតឡើងហើយនាំគ្នាចាប់ដីថ្មីមានជីវជាតិនៅអណ្ដើកហែបធ្នើម្ចាស់កាស៊ូកំពង់គុលរហូតដល់សំឡូតការនេះក៏រាលដាលទៅដល់ពួកអស់លោកផ្នែករដ្ឋបាលខេត្តនាយកក្រសួងសុរិយោដីនាយតុនខ្មែរចិនមានលោកហ៊ូតុងខានហ៊ូតុងហាប់ជាដើមតាំងតែពីយូរយារណាស់មកហើយអ្នកស្រុកនៅសំឡូតមានដីចម្ការគេពីដូនពីតាម៉ែឪគេមកដើមស្វាយគល់ប៉ុនកង់រតេះដើមទុរេនកម្ពស់លលៃចម្ការចេកម្នាស់សាវម៉ាតែដីចម្ការទាំងនេះមិនដែលមានប្លង់កម្មសិទ្ធិសម្គាល់នោះទេព្រោះប្រជារាស្ត្ររស់នៅតាមតំបន់ដាច់ស្រយាលគ្មានផ្លូវថ្នល់ខ្លះមិនដែលស្គាល់ផ្សារផងនៅល្ងងខ្លាចពេកក្នុងរឿងកម្មសិទ្ធិប្លង់ដីនេះដោយចង់បានតំបន់សំឡូតដីក្រហមដ៏មានជីវជាតិនោះបុគ្គលិកសាលាខេត្តសាលាស្រុកបាត់ដំបងក្រចៅក្រសួងនាយតុនខ្មែរចិនជាពិសេសនាយកក្រសួងសុរិយោដីក្រសួងដែនដីក្រសួងផែនទីបានខົບខិតគ្នាធ្វើប្លង់កម្មសិទ្ធិវិតតវ៉ាយកដីស្រុកចំការអ្នកស្រុកសំឡូតទាំងបំពេញនិងអយុត្តិធម៌ដោយសំអាងលើប្លង់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ពួកគេក៏បានឲ្យត្រាក់ទ័រឈូសឆាយរុញប្រលំដំណាំចាស់វាទីធ្វើរបងធ្វើព្រំដីរបស់គេអ្នកស្រុកសំឡូតដល់ឃើញគេមកឈូសឆាយចំការខ្លួនទាំងបំពេញក៏នាំគ្នាមកខាត់តែម្ចាស់កម្មសិទ្ធិថ្មីសំអាងលើប្លង់ដីត្រឹមត្រូវមិនព្រមស្ដាប់ហើយរឹតតែបន្តការឈូសឆាយតទៅទៀតដោយខាត់មិនស្ដាប់អ្នកស្រុកក៏នាំគ្នាបះបោរកាប់សម្លាប់អ្នកបើកបោត្រាក់ទ័រស្លាប់ទៅអាជ្ញាធរខេត្តក៏បញ្ជូនកងប៉ូលីសទៅបង្ក្រាបមានបាញ់សម្លាប់និងចាប់ដាក់គុកផងប្រុសក៏នាំគ្នារត់ចូលទៅក្នុងព្រៃអស់នៅសល់តែស្រីនិងក្មេងៗនិងចាស់ជរានៅចាំផ្ទះ
សម្បែងនឹងទ្រព្យសម្បត្តិដោយការកាប់សម្លាប់ដោយការសម្រុះសម្រួលប្រោះក៏បាននាំគ្នាចូលមករស់នៅក្នុងភូមិស្រុកវិញបន្តិចមកនៅក្នុងពិធីបុណ្យចូលឆ្នាំរំវង់មួយបើតាមសេចក្តីរាយការណ៍របស់លោកម៉ែនសាវរីគ្រូបឋមសិក្សាតក្សណាសាលាក៏បានប្រាប់ប៉ូលីសបានចាប់រំលោភកូនក្រមុំអ្នកស្រុកសំឡូតការបំពាននេះបានបង្កើនជាអនាធបត័យមួយថែមទៀតកំណាន់នារីនោះក៏បានកាប់សម្លាប់ប៉ូលីសនិងពូថៅស្នាស្លាប់ទៅពួកកងប៉ូលីសក៏លើកគ្នាមកបាញ់សម្លាប់អ្នកស្រុកអស់ជាច្រើនអ្នកស្រុកក៏បះបោរម្ដងទៀតនាំគ្នាទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់ទាំងភូមិនាំគ្នារត់ចូលព្រៃឃើញឱកាសល្អពួកខ្មែរក្រហមក៏ចូលមកបន្លំខ្លួនតាក់ទងពន្យល់អ្នកស្រុកសំឡូតញុះញង់បន្ថែមបំផុសគំនិតកំហឹងសងសឹកប្រឆាំងនឹងពួកអាជ្ញាធរខេត្តបាត់ដំបងបណ្ដោយនេះហើយជារឿងពិតដែលគេនាំគ្នាខំលាក់រហូតមកដល់នឹងសប្តាហ៍ថ្ងៃនៅថ្ងៃទី30មេសាឆ្នាំ1967សម្ដេចមានព្រះបន្ទូលថាមិនមែនមានតែពួកខ្មែរក្រហមទេដែលខឹងនោះគឺប្រជាពលរដ្ឋសាមញ្ញនៅខេត្តបាត់ដំបងក៏មានចិត្តខឹងនឹងអាជ្ញាធរខេត្តដែរលោកប៉ែនភៀកណាន់ក៏បានដកស្រង់ព្រះបន្ទូលរបស់សម្ដេចទៅតាមសំឡេងវិទ្យុប៉ៃស៊ីនៅត្រង់ទំព័រ177ថាពួកអាជ្ញាធរខេត្តទាំងនេះបានជួយគ្រប់គ្រងទៅដល់ពួកមូលធនដែរដោយអនុញ្ញាតឲ្យពួកគេសង្កត់សង្កិនប្រជាជនរាស្ត្រជាឧទាហរណ៍គេយល់ព្រមឲ្យពួកមូលធនទទួលផ្ដាច់មុខឬក៏មានសិទ្ធិពិសេសក្នុងការដឹកនាំនិងអីវ៉ាន់ផ្សេងទៀតទៅលក់នៅក្នុងតំបន់អណ្ដាតខេត្តនិងប៉ៃលិនហើយក៏មានអំពើអយុត្តិធម៌ធំដែលនៅក្នុងការចែកដីធ្លីពួកអ្នកមានទាំងនោះក៏បានក្រឡាយដីធ្លីគេឲ្យទៅជាកម្មសិទ្ធិស្របច្បាប់ដែលធ្វើឲ្យខូចប្រយោជន៍ដល់ជីវភាពនៃជនក្រីក្រដែលរស់នៅក្នុងតំបន់នោះនៅម៉ោងរស័យក៏មានបញ្ហារវាងចៅហ្វាយខេត្តចៅហ្វាយតំបន់និងប្រជាជនរាស្ត្រសាមញ្ញដែរធ្វើឲ្យប្រជាជនមានការឈឺចាប់និងអំពើអយុត្តិធម៌បើតាមការពិតអនាធបត័យពេញទីការរំជើបរំជួលក៏បានកាត់ឡើងនៅក្នុងខេត្តបាត់ដំបងខ្ញុំក៏សូមប្រាប់ថាខ្ញុំនឹងផ្លាស់ប្ដូរអាជ្ញាធរទទួលខុសត្រូវខេត្តបាត់ដំបងមួយរំពេចលោកយ៉ាមនីរតក៏ត្រូវផ្លាស់ចេញហើយលោកទឹមងួនក៏បានមកជំនួសប្រហែលជា6ខែសម្ដេចក៏ចាត់ការលោកអិនតាំងមកធ្វើជាអភិបាលខេត្តបាត់ដំបងដើម្បីជួយដោះស្រាយរងាប់អធិការនិងការបះបោរនៅសំឡូតលោកផុនគង់អតីតស្មីនសាលាស្រុកអូជ្រៅសពថ្ងៃរស់នៅក្រុងតាកូម៉ាបានឲ្យការថាកាលនោះមានអ្នកបះបោរនៅសំឡូតបាននាំកាំភ្លើងមួយដើមមកចុះចូលហើយក៏បាននិយាយថាពួកគេមិនមែនជាខ្មែរក្រហមទេគេរត់ចូលព្រៃគឺព្រោះតែក្តៅក្រហាយនិងពួកអាជ្ញាធរខេត្តបាត់ដំបងខົບខិតជាមួយនឹងនាយទុនទៅប្លន់យកដីគេរបស់គេនឹងកាប់បង្ក្រាបយ៉ាងប្រៃផ្សៃបាញ់សម្លាប់ប្រជាជនរាស្ត្រនៅសំឡូតការបះបោរនេះហាក់ដូចជារងចាំតែឱកាសនឹងផ្ទុះកាលណាបើមានមេដឹកនាំណាមួយមកបញ្យល់បន្ថែមនេះហើយជាបបហេតុពិតនៃការបះបោរនៅសំឡូតហើយដែលពួកខ្មែរក្រហមមួយក្តាប់តូចឆ្លៀតឆក់យកឱកាសដ៏ល្អនេះមកធ្វើជាឈ្នន់បដិវត្តបណ្ដោយពួកអតីតខ្មែរវាមិញមានមូលសម្បត្តិអាចារ្យប្រេះធុចរិនព្រមទាំងសមាជិកចលនាយុវកក៏បានជ្រៀតជ្រែកនៅក្នុងរឿងនេះពួកគេក៏លុកដៃកកោបំបោះរាជឲ្យក្រោកឡើងតស៊ូហើយពួកគេក៏បង្កើតកងទ័ពខ្មែរក្រហមជាលើកដំបូងនៅក្នុងឆ្នាំ1968នៅបាយដំរាំស្រុកបាណន់ដោយកោះហ
ៅគ្នាជាអតីតខ្មែរអ៊ីស្រាអែលខ្មែរវៀតមិញមិនបានបនស័កបន្តិចបន្តួចអំពីសម្ដេចក្រោយសន្និសីទហ្សឺណែវបញ្ចប់សង្គ្រាមនៅឥណ្ឌូចិននៅក្នុងឆ្នាំ1954មកមូលសម្បត្តិរស់ញឹមឬក៏តាកៅអាចារ្យប្រេតបងភឿកអាចារ្យឡាច់សារ៉េនបានចូលព្រៃទៅវិញលើកលែងតែលោកស៊ីវហេងអាចារ្យឡាច់សាវនប្រាក់ខណ្ឌមិនព្រមចូលព្រៃវិញឡើយបើទោះបីជាមានសម្បត្តិមកបង្ខំគំរាមថាបើមិនទៅនៅនឹងត្រូវស្លាប់ក៏ដោយសំឡូតក៏បានคล้ายទៅជាមូលដ្ឋានធំចម្បងនៃចលនាបដិវត្តតស៊ូរបស់ពួកខ្មែរក្រហមដែលមានទីតាំងនៅលើភ្នំវាយចាបមានរូងកុហៀអាចលាក់មនុស្សបានរាប់រយនិងសម្ភារៈសឹកជាច្រើនផងភ្នំវាយចាបជាភ្នំថ្មកំបោរសូមសួរថាតើនរណាជាអ្នកដែលទទួលខុសត្រូវក្នុងរឿងបះបោរការកកើតនៃខ្មែរក្រហមនៅសម្លូតនេះតើហេតុអ្វីបានជាយ៉ែមមនីរតហ៊ានធ្វើអំពើពុករលួយនេះក្រែងគាត់ស្រង់ដើមព្រោះបានទិញប៉ុស្តិ៍ខ្លាញ់នេះពីអ្នកម្នាងជាច្រើនលៀនរៀលទេដឹងពួកសមាជិកចលនាយុវកជាចលនាស្នូលបដិវត្តរបស់សាឡុតសក្រោយដែរពួកខ្មែរក្រហមមានជ័យជំនះរំលំរបបសាធារណរដ្ឋលន់នល់នៅថ្ងៃទី17មេសាឆ្នាំ1975មកអង្គការខ្មែរក្រហមបានយកយុវកនេះមកធ្វើជាគណៈស្រុកនានាឬក៏ជួនកាលតែងតាំងជាគណៈសហករណ៍ផងនៅក្នុងឆ្នាំ1960មានពួកបញ្ញវន្តក្រហមខ្លះវិលត្រឡប់ពីស្រុកបារាំងដូចជាចៅសេងខៀវសំផនហូយ៉នផោកឆាយគៀតឈុនហូនឹមឆ្នាំនោះពួកកុម្មុយនីសខ្មែរបានបង្កើតបកម៉ាស់លេនីនៅក្រុងភ្នំពេញប្រព័ន្ធចារកិច្ចយន្តកុម្មុយនីសតាំងពីឆ្នាំ1947មកម្ល៉េះពួកដែលវៀតណាមខាងជើងបាននាំអាវុធចូលមកស្រុកខ្មែរហើយក៏បានបង្កើតមូលដ្ឋាន3នៅក្នុងស្រុកខ្មែរគឺជប់មេមត់1នៅតំបន់កំពង់ត្រាចកំពត1និងនៅសំឡុត1គឺបាត់ដំបង1បន្ទាប់មកយួនវៀតមិញបានបង្កើតខ្មែរវៀតមិញនិងរាយបណ្ដាញចារកិច្ចយួននៅស្ទើរគ្រប់ទីរួមខេត្តខ្មែរជាពិសេសនៅក្នុងក្រុងភ្នំពេញតែម្ដងគេយកពួកយួនដែលមានកំណើតនៅស្រុកខ្មែរឲ្យមកធ្វើជាចារកិច្ចទាំងអស់នេះជាដំបូងគេឲ្យយួនម្នាក់ដែលកើតនៅខេត្តកំពតចូលមកបួសធ្វើជាព្រះសង្ឃខ្មែរគណៈថេរវាទរួចចូលមករៀនជាប់សញ្ញាបត្រសាលាបាលីនៅទីក្រុងភ្នំពេញយួនធ្វើយ៉ាងនេះក៏ព្រោះកាលនោះពួកអ្នកនយោបាយខ្មែរដែលប្រឆាំងនឹងបារាំងច្រើនចេញមកពីប្រភពព្រះសង្ឃដូចជាករណីកិច្ចបាតុកម្មព្រះសង្ឃនៅក្នុងឆ្នាំ1942ករណីកិច្ចអាចារ្យហែមជាវអាចារ្យខៀវជុំព្រះគ្រូប៉ាំងខាត់អាចារ្យអុកជាព្រះគ្រូសោតហាយជាដើមគេឲ្យយួនដែលមានឈ្មោះក្រៅហៅថាអាចារ្យអនមានយកឈ្មោះជាសឿនងុកមិញដែលបន្លំថាជាប្អូនរបស់លោកសឿនងុកថាញ់ទៀតព្រោះកាលនោះលោកសឿនងុកថាញ់មានកេរ្តិ៍ឈ្មោះល្បីល្បាញសម្បើមណាស់នៅក្នុងការប្រឆាំងបារាំងហើយពេលនោះហើយខ្មែរកំពុងបាត់មេដឹកនាំដោយសឿនងុកថាញ់ត្រូវបានបារាំងចាប់យកទៅ
លោកសង្ឃមួយអង្គឈ្មោះថាចៅជាតិយួនបួសធ្វើជាព្រះសង្ឃខ្មែរនៅលើភ្នំសំពៅខេត្តបាត់ដំបងលាងលោកតាចៅជាខ្សែស្រឡាយរយៈបណ្ដាញចារកិច្ចយួនវាមិញដែរសន្និសិទហ្សឺណែវនៅក្នុងឆ្នាំ1954ក៏បានសម្រេចឲ្យកងទ័ពបរទេសទាំងអស់ចេញពីប្រទេសកម្ពុជាតែកងទ័ពយួនខាងជើងមិនបានគោរពសេចក្តីសម្រេចនេះឡើយពេលទ័ពធំយួនដកថយទៅយួនវាមិញបានទុកបណ្ដាចារកិច្ចធ្វើសកម្មភាពស្ងាត់ៗនៅតាមខេត្តនានាជាពិសេសនៅក្នុងក្រុងភ្នំពេញតែម្ដងដើម្បីជាសញ្ញាសម្គាល់គ្នានិងមុខផ្ទះគេដាំឫស្សីកែវមួយគុំឬក៏ពីរគុំជានិច្ចពួកយួនទាំងនេះនៅតែបន្លំខ្លួនធ្វើជាប្រកបមុខរបស់កំពេចកំប៉ុកបើកហាងកាត់ដេរសម្លៀកបំពាក់បរោះម៉ូដអឺរ៉ុបនៅផ្សារចាស់នៅជិតវិមានឯករាជ្យនៅតាមខេត្តដូចជាហាងកាត់ដេរតៃឡៃនៅខេត្តសៀមរាបហាងធ្វើពីឡាំងរែកទឹកនៅផ្លូវលេខ2កន្លះម៉ែត្រពីបាត់ដំបងនិងបនស្រីពេស្យាដែលភាគច្រើនមានមេបនជាស្រីយួនមើលការខុសត្រូវហើយនារីពេស្យាយួនគឺជាចាររនារីតែម្ដងវៀតមិញបានអប់រំស្រីយួនមួយចំនួនហើយលែងមកធ្វើការតាក់ទងយ៉ាងណាឲ្យបានស្រីជាកំណាំជាប្រពន្ធអស់លោកធំនិមឺនមន្ត្រីចៅក្រសួងប៉ូលីសកេញកយជាពិសេសប្រពន្ធចុងនីតិហ៊ានខ្មែរមេរៀននេះមិនមែនថ្មីឡើយខ្មែរធ្លាប់ទទួលស្គាល់រួចម្ដងមកហើយសម័យស្ដេចជ័យជេដ្ឋាទី2ដែលបាននាងភូចិនស៊ីបុត្រីយួនជាអគ្គមហេសីរហូតដល់អស់ដីកំពង់ក្របីព្រៃនគរចង្វាត្រពាំងព្រះសុគាអុកញ៉ាដិនទៅហើយនៅសម័យបារាំងក៏ខ្មែរដឹងម្ដងទៀតដែរនាយទាហានធំបារាំងដែលចូលចិត្តបាយយួនកំណាន់ស្រីយួនប្រពន្ធយួនត្រូវស្លាប់អស់មិនតិចដែរដូចជាករណីលោក Jean de Raymond ត្រូវបានបោយដែលលោកស្រឡាញ់ធ្វើជាចិញ្ចឹមនោះវាលោកសម្លាប់ក្នុងពេលសម្រាប់បន្ទប់សម្រាប់លោកគឺស្លាប់នៅក្នុងឆ្នាំ1952ពុំមែនក្រុមលោកសឿនងក់ថាញ់សម្លាប់ដូចសិភៅ How to Pol Pot Camp Power សរសេរនោះទេម្ចាស់បណ្ណាគីហុងយូផ្សារចាស់ជាស័ក្តិ5វគ្គកុងកូនហុងយូអាចចេញចូលចំការមុនដូចជាផ្ទះរបស់គេព្រោះគេជាគ្រូបង្រៀនបុត្រអ្នកមនាងមនិចហុងយូនេះទៀតឮថាបានបើកក្រុមហ៊ុនរកស៊ីជាមួយនឹងអ្នកមនាងនិងអ៊ំមនូរិនអ្នករត់ពន្ធរបស់របរពីបរទេសតាមកប៉ាល់ដែលចូលមកចតនៅកំពង់ផែ Franzi ដែលនៅមុខវាំងភ្នំពេញកាលសម័យនោះមានលោកជួនយ៉ែមជាមេកយធំនៅភ្នំពេញឈ្មោះតាថងខឿននៅខេត្តសៀមរាបជាខ្សែវាមិញនៅក្នុង 3-4 ខែម្ដងតែងតែចូលទៅចុះហាណូយឯពួកអាញាធរខ្មែរដូចគ្មានដឹងខ្យល់អ្វីបន្តិចបន្តួចសោះជនជាតិយួនច្រើនរស់នៅក្នុងសហគមន៍មិនរស់លាយជាមួយនឹងខ្មែរនោះទេនៅក្រុងភ្នំពេញមានសង្កាត់យួនធំម្ដុំពេទ្យចិនវិហារកៅដាយអូរស័យផ្សារតូចដែលមានបង្កើតសញ្ញាសមាគមសាសនាសមាគមឯកជននានាដែលធ្វើសកម្មភាពនយោបាយភាគច្រើនជាងសកម្មភាពសង្គមវិហារកៅដាយចិត្តបន្ទាយស្លឹកផ្សារដើមថ្កូវបាននាំទាំងកំភ្លើងតូចកំភ្លើងធំក្របរំសេវមកលាក់ទុកជាច្រើនដោយលាក់នៅក្នុងក្តារមឈូសធ្វើជាហែខ្មោចនាំចូលទៅលាក់ទុកនៅក្នុងវិហារក្រោយមកទើបបែកការនៅក្នុងឆ្នាំ1959នៅកំពង់ឆ្នាំងនៅខ្សាច់ប៉ោយបាត់ដំបងជុំវិញបឹងទន្លេសាបសុទ្ធតែយួន
ក្នុងឆ្នាំ1963ពេលដែលសម្ដេចយាងទៅសម្ពោធទីលានកីឡាបាល់បោះនៅខេត្តកំពង់ធំនោះចៅវាយខេត្តកំពង់ធំបានថ្វាយយួនម្នាក់ឈ្មោះថាលេដឹកជាមេចុងភៅយ៉ាងល្បីសម្ដេចបាននាំយកយួននេះមកថ្វាយមេដានលោកសម្រាប់ធ្វើក្រយាថ្វាយរាល់ថ្ងៃនៅក្នុងវាំងនៅភ្នំពេញលេដឹកនេះជាចារៈបរោះរបស់យួនវាកុងម្នាក់ដែរវាបានទាំងនាំក្រុមគ្រួសារវាតាំងពីម្ដាយក្មេកប្រពន្ធមកនៅក្នុងវាំងបំរើបុត្រីបុប្ផាទេវីនៅក្រោមមហាប្រាសាទដំបូងពួកប៉ូលីសខេត្តខ្មែរចាប់យួនឈ្មោះថាលេដឹកមកដាក់គុកដោយវាលួចចូលទៅនៅក្នុងកំពង់ធំដោយគ្មានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួននៅក្នុងគុកយួននេះបាននិយាយថាវាចេះធ្វើម្ហូបឆ្ងាញ់មេពូជួយឃុំក៏យកវាឲ្យធ្វើម្ហូបឲ្យក្រោយមកក៏ល្បីដល់ចៅហ្វាយខេត្តក៏នាំយកទៅធ្វើជាចុងភៅផ្ទាល់ដល់ពេលសម្ដេចទ្រង់យាងទៅខេត្តកំពង់ធំក៏សរសើរជាប់មាត់នឹងម្ហូបដែលចៅហ្វាយខេត្តទ្រង់រៀបថ្វាយហើយក៏សួររកមុខអ្នកធ្វើចៅហ្វាយខេត្តកំពង់ធំពូតង្ហាវក៏ថ្វាយលេដឹកនេះបណ្ដាយយួនចារៈបរោះលេដឹកនេះមិនចេះនិយាយខ្មែរទេពេលដែលលន់នល់ធ្វើរដ្ឋប្រហារទម្លាក់សីហនុនៅក្នុងឆ្នាំ1970ទីហ៊ានក៏បានចាប់លេដឹកដាក់ឡានដោយអាងខ្នងភ្នាក់ងារយួននេះមិនខ្លាចអ្នកណាចាប់ទេស្រែកជេរបញ្ចោលធ្លាក់ពីលើរថយន្តបែកក្បាលស្លាប់ទៅរឿងមួយទៀតគឺមានឈ្មោះថាស្រីផ្លយជាគណៈកម្មាធិការវិមិញដែរធ្លាប់បម្រើចលនានេះនៅជប់មេមត់ក្រែកបានទទួលការអប់រំពីពួកវិមិញថាយើងជាអ្នកដែលតស៊ូវាយបារាំងដូចគ្នាចូលគុំប្រកាន់យើងជាប្រជាជនវៀតណាមខ្មែរលាវត្រូវតែស្រឡាញ់គ្នាឲ្យដូចជាបងប្អូនបង្កើតដីយួនក៏ដូចជាដីខ្មែរដីឡាវប្រជាជនយួនក៏ដូចជាប្រជាជនខ្មែរដែរយើងបើកចំហឲ្យប្រជាជនទាំង3រស់នៅសុខស្រួលជាមួយនឹងគ្នាយើងប្រកាន់ហួសហេតុនាំឲ្យប្រជាជនយើងទាំង3ឆ្លោះគ្នាគ្មានពេលចប់ឡើយបើតាមសេចក្តីរាយការណ៍របស់លោកស៊ីមកិននៅទីក្រុងសេអាធេនីថាស្រីផ្លយនេះមានឈ្មោះកំណើតនៅឧត្តរមានជ័យសម័យយួនបានធ្វើគណៈខេត្តឧត្តរមានជ័យមួយរយៈគឺស្រីផ្លយនេះហើយដែលធ្វើជាខ្សែរយៈជាមួយនឹងហាងកាត់ដេរ Tyler នៅសៀមរាបក្រុងយើងឃើញថាយួនខាងជើងបានដាក់ចារជនគេឲ្យចូលមកនៅគៀកនឹងមេដឹកនាំខ្មែរដើម្បីស្គាល់ចំណុចខ្សោយអត្តចរិតមេដឹកនាំខ្មែរនិងយកការសម្ងាត់ពីខ្មែរទើបមេដឹកនាំយួនស្គាល់ក្រយៅក្បាលមេដឹកនាំខ្មែរយ៉ាងច្បាស់ដោយក្រយៅបាសដៃវាអញ្ចឹងការដែលបាតកម្មវាយទូតវាកុងយួនខាងជើងគេក៏បានយកឯកសារដែលយួនសិក្សាពីមេតបខ្មែរថាមេខ្មែរចូលចិត្តលុយស្រីស្រាអំណាចតែក្រុមសម្ងាត់ខ្មែរបំបត្តិចោលទៅគម្រោងការនេះគេក៏បានរៀបចំជាយូរយារណាស់មកហើយតាំងពីសម័យចម្បាំងជាមួយនឹងអាណានិគមបារាំងមកម្ល៉េះយួនខាងជើងក្រុងយកស្រុកខ្មែរឲ្យបាននៅក្នុងអនាគតពេលយួនមើលឃើញថាគេចិត្តបានសម្រេចជោគជ័យរំដោះបង្រួបបង្រួមវៀតណាមខាងត្បូងមេដឹកនាំយួនក៏សម្រេចដំណាក់កាលទី2ទៅតាមបណ្ដាំហូជីមិញដែលមុននឹងការស្លាប់ក៏បានផ្ដាំថាឲ្យសារវឹកគាត់បន្តរំដោះយកឥណ្ឌូចិនទាំងមូលមានខ្មែរនិងលាវរំធ្វើជាសហព័ន្ធឥណ្ឌូចិននេះទើបប្រជាជនយួនទាំងខាងជើងនិងខាងត្បូងចំនួន60លាននាក់អាចរស់នៅបានស្រួលព្រោះដីខ្មែរដីខ្លាញ់ខាងផ្ដាល់ស្រូវត្រីដែលមាត់រិះយួនត្រូវការជាចាំបាច់ហើយមួយទៀតទាំងមេដឹកនាំទាំងរាជខ្មែរមិនបានគិតគូរពីវាសនាប្រទេសរបស់គេទេព្រោះមនុស្សនៅតិចនៅលើទឹកដីធំទូលាយបានធ្វើឲ្យខ្មែរមានគំនិតខ្លីខ្ជិលរស់នៅសប្បាយភ្លេចខ្លួនទាំងមេដឹកនាំទាំងរាជ